គ្មានឈ្មោះគ្មានស្លាកអីទេបបរគ្រឿងមីខគោនឹងខាងវត្តស្វាយជ្រុំបើយើងឆ្លងដល់ទៅបងប្អូនលបបែបសាមញ្ញអ្នកភូមិគាត់លក់សម្រាប់អ្នកដែលនៅក្នុងតំបន់នឹងស្រាប់ណាខ្ញុំមកចៃដន្យដែរក៏មកសាកជាមួយនឹងបបរគ្រឿងមាន់មានគុទាវមានជាមួយនឹងមីខគោអីបងប្អូនអូយតំណងណាហើយសំរុំទេតម្លៃនៅកន្លែងផនគាត់ណាបងប្អូនកន្លែងនេះគ្មានឈ្មោះទេបើយើងឆ្លងពីដស្វាយជ្រុំយើងទៅដល់វត្តបងប្អូនបត់ខាងឆ្វេងដៃមកឃើញហើយនឹងឆ្វេងដៃចិត្តនឹងតែម្ដងមានមីខគូនៅឡងទំនងនិយាយទៅទំនងបងប្អូនឆ្ងាញ់ទៀតរសជាតិផនគាត់ណាហើយមានអាណាពេលហ្នឹងខ្ញុំឡើងពីដល់ស្វាយជ្រុំទៅបាទទៅដល់ហ្នឹងហើយឃើញអាបបរគ្រឿងសាច់មាន់ឲ្យថែមដាក់ប្រហិតទៀតទៅណាអើយលោកអើយដាក់មកបែកយើសស្រាក់រោយមានទាំងអាខគូក្តៅទៀតមកឲ្យទំនងមែនណាបងប្អូនដូចបង្ហាញនៅខាងក្នុងវីដេអូអញ្ចឹងហើយសម្រាប់បងប្អូនដែលជីកាត់តំបន់ហ្នឹងណាក្រែងលោថាឃើញជីទៅដល់ខាងហ្នឹងមិនដឹងថារកញ៉ាំអីអាចទៅសាកកន្លែងគាត់បានដូចជាចាប់ពីម៉ោង2អីទៅពីរៀងរសៀលអាហ្នឹងគឺគាត់លក់អីណែអាបបរគ្រឿងដាក់មកប្រហិតមានចាក់ខ្វៃដាក់ម្ទេសមករៀងហិលដាក់មកចាស់ដៃដែរណាហូញើសស្រាក់ទៅណែអធិស្ឋានបងប្អូននិយាយដល់ស្មោះត្រង់ព្រោះដោយសារកន្លែងគាត់អាចថាតម្លៃនិងរសជាតិគឺទទួលយកបានរបស់បែបអ្នកភូមិសាមញ្ញគ្មានឈ្មោះគ្មានស្លាកអីទេទីតាំងខ្ញុំដាក់នៅខាងក្រោមខមមិនវីដេអូបន្ថែមអរគុណច្រើននំបញ្ចុកបែបបុរាណណាដើមឡើយគេហៅថានំប៉ែនចុកដល់ពេលវិវត្តមានពាក្យហៅកាត់ឬពាក្យคล้ายច្រើនទៅក៏ហៅទៅជានំបញ្ចុកវិញណាដូចពាក្យជើងក្រានអញ្ចឹងទៅគេហៅថាចុងក្រានសម័យនេះហើយមានអ្នកខ្លះទៀតនឹងនិយាយថាឈ្មោះនំបញ្ចុកតែអត់មានអ្នកបញ្ចុកហាមិនទៅអញ្ចឹងវិញទៅនំបញ្ចុកគឺជាអាហារប្រពៃណីខ្មែរយើងតែម្ដងណាតិចអត់ដឹងប្រកាសជាមានអ្នកដឹងច្រើនហើយចំពោះនំបញ្ចុកឈ្មោះនំមែនប៉ុន្តែធ្វើពីអង្គហើយអង្គខ្សាយណាឆ្លងកាត់ការត្រាំបុកប៉ែនហើយនឹងរោយដោយដៃប្រើពេលយូរមែនតើហើយកលាំងច្រើនទៀតនំបញ្ចុកមានតាំងពីជំនាន់1270មកម៉េះតែសិប្បកម្មលក្ខណៈគ្រួសារមួយនេះចាប់ផ្ដើមធ្វើនៅជំនាន់ខ្មែររំដោះចេញពីឆ្នាំ1979ហើយជំនាន់នោះគ្មានលុយគ្មានអីទេគឺយកអង្គដូរយកម្ហូបឬក៏យកនំអីផ្សេងអញ្ចឹងទៅអ៊ំស្រីចេះធ្វើនំបញ្ចុកតាំងពីនៅកំមុំពេលនេះមានកូន4នាក់ហើយចៅ10នាក់ទៀតនិយាយទៅគឺថាតជំនាន់តែម្ដងប្រមូលមកគ្រួសារមកធ្វើនំបញ្ចុកជុំគ្នាដោយប្រើឧបករណ៍ហើយនឹងរបស់របរប្រើប្រាស់ផ្សេងទៀតដែលបន្សល់មកពីគេដំណើររបស់គ្រួសារគាត់ដោយពីមុនកិនម្សៅអីចឹងគាត់កិនដោយត្បាល់ដៃប៉ុន្តែពេលនេះគឺថាកែសម្រួលទៅជាម៉ាស៊ីនវិញដោយសារតែប្រើពេលលឿនជាងមុនហើយនឹងសាច់នំបញ្ចុកហ្នឹងគឺបរិមាណច្រើនជាងមុនបើតាមតការសួរនាំពីអ៊ំស្រីម្ចាស់កន្លែងគាត់បាននិយាយថាចំពោះនំបញ្ចុកនេះគឺប្រើជាប្រភេទអង្គបាយរឹងទៅធ្វើកើតហើយរបៀបធ្វើគឺនៅតែដូចដើមហ្នឹងគឺយកអង្គទៅត្រាំពីល្ងាចណារួចយកទៅលាងសម្អាតហើយយកទៅកិនរួចយកទៅលុញដាក់នៅក្នុងកណាត់យកថ្មមកសកត់បន្ទាប់មកទៀតយកទៅស្ងោររយៈពេល1ម៉ោងហើយយកទៅវាយនៅក្នុងម៉ាស៊ីនឲ្យស្អិតបន្ទាប់មកនៅប៉ែននៅរយហើយស្រង់យកមកលាងទឹកហើយចាប់ជាច្វាយដាក់តម្រៀបឲ្យមើលទៅមានសោភ័ណភាពល្អហើយនៅក្នុងអង្គ150គីឡូគឺធ្វើបាន200ទៅ300គីឡូនំបញ្ចុកដោយសារគាត់លាយជាមួយនឹងម្សៅដែរហើយសម្រាប់ការលក់ចេញគឺលក់នៅក្នុង1គីឡូ2500រៀលប្រើរយៈពេលនៅក្នុងការធ្វើគឺយូរហើយហត់មែនតែប៉ុន្តែលក់បានត្រឹមតែ1គីឡូ2500ណាសម្រាប់ទីតាំងរបស់គាត់គឺនៅក្នុងស្រុកបំណក់ខេត្តពោធិ៍សាត់បើសិនជាបងប្អូនចង់តាក់ទងទិញយកទៅលក់បន្តឬក៏ទិញតិចឬច្រើនអីណាអាចតាក់ទងទៅកាន់លេខទូរស័ព្ទហើយនឹងព័ត៌មានលម្អិតដែលខ្ញុំដាក់នៅក្នុង comment ជូនណាអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ like និង follow ឲ្យ admin ម្នាក់មួយផងណាបាយបាយឲ្យតែចេះប្រកាសតួអត់ការងារក៏មិនដាច់គួរស្លាប់ដែរដូចអ្នកមីងចឹងអត់មានការងារធ្វើទេគាត់វ័យចំណាស់ហើយណាពិបាករកការងារធ្វើមែនតែគាត់ងាកមកចាយដាំទុនប្រហែលជា100000រៀលលុយខ្មែរយើងនេះឯងទៅលក់នំបញ្ចុកមួយចាន3000រៀល4000រៀលណានៅផ្លូវកាយជាមួយរទេះតូចមួយរបស់គាត់នេះឯងបងប្អូនអាចរកចំណូលបានដោយខ្លួនឯងប្រចាំថ្ងៃសាមញ្ញទេឃើញសាមញ្ញចឹងតែប៉ុន្តែកន្លែងរបស់គាត់នេះលក់ដាច់គួរសមដែរបងប្អូនព្រឹកឡើងគឺគេចូលមកខ្ចប់ច្រើនមែនតែនៅកន្លែងរបស់គាត់នេះជាស្ដែងដូចខ្ញុំផ្ទាល់អញ្ចឹងគឺព្រឹកឡើងមុនមកធ្វើការហ្នឹងគឺដឹងតែខ្ចប់នៅកន្លែងរបស់គាត់នេះហើយនំបញ្ចុកមួយចានបន្ថែមមកជាមួយនឹងអំបិលម្ទេសបន្តិចមកណាអំបិលបុករបស់គាត់នេះធ្វើតំណហើយញ៉ាំជាមួយនឹងបញ្ចុកទៅគឺថាជាតិហ្មងហើយថែមមកជាមួយនឹងម្ទេសខៀវហើយថែមជាមួយនឹងម្ទេសក្រហមតិចមកដាក់ឲ្យចូលជាតិគ្នាពេលដែលយើងញ៉ាំទៅហើយញ៉ាំមួយម្ទេសខៀវទៅណាអូយជាតិមែនតើបងប្អូនហើយនរណាខ្លះព្រឹកឡើងមិនទាន់ទៅចូលចិត្តណាអានំបញ្ចុកព្រឹកឡើងអីអញ្ចឹងណាអាចមកសាក់នៅកន្លែងរបស់អ្នកមីងបានបងប្អូនបើថាជីកាត់កន្លែងរបស់គាត់លក់នេះកន្លែងរបស់គាត់គឺលក់បែបសាមញ្ញទេនៅរទេះតូចមួយនៅផ្លូវកែងណានៅម្ដុំទឹកថ្លាយើងនេះឯងទេបងប្អូនចំពោះទីតាំងរបស់គាត់ខ្ញុំដាក់នៅក្នុង comment វីដេអូនេះបងប្អូនអាចចូលទៅមើលក្នុង comment ទៅគឺឃើញហើយ
ដោយអ្នកមីងក៏លក់ចាប់ពីម៉ោង 6 ព្រឹកដល់ម៉ោង 11 ព្រឹកហើយថ្ងៃខ្លះគឺគាត់ចូលដល់ថ្ងៃម៉ោង 12 អីក៏មានដែរបងប្អូនតែតាមថ្ងៃខ្លះអស់លឿនអស់យូរវិញអញ្ចឹងណាហើយគាត់មានលក់នំបញ្ចុកសម្លណាំយ៉ាការីត្រីមួយចាននេះ 4000 រៀលហើយជាមួយនឹងនំបញ្ចុកសម្លខ្មែរនេះមួយចាន 3000 រៀលបងប្អូនហើយអ្នកដែលអត់ទាន់បានសាកទេអាចមកសាកបានព្រោះខ្ញុំផ្ទាល់ហ្នឹងក៏ជាមួយរបស់អ្នកមីងដែរព្រោះដល់ចេញមកធ្វើការភីច្រើននេះគឺខ្ញុំចូលខ្ចប់នំបញ្ចុកមួយចាន 3000 រៀលហ្នឹងយកមកញ៉ាំនៅក្នុង office ហើយអញ្ចឹងមិនថាគឺថាល្មមឆ្ងាញ់តែម្ដងល្មមញ៉ាំយកមកញ៉ាំនៅក្នុង office ល្មមតែម្ដងឆ្អែតបានមកព្រឹកអញ្ចឹងមិនថាកន្លែងរបស់គាត់លក់ដាច់ហើយសម្បូរភ្ញៀវមែនតើដោយសារតែគូជាតិរបស់គាត់ហើយជាមួយតម្លៃរបស់គាត់ហ្នឹងគឺសមរម្យល្អហើយចំពោះទីតាំងរបស់គាត់ងាយស្រួលហៅទេបើសិនជាបងប្អូនជិះតាមផ្លូវ North Bridge ណាពី stop North Bridge មកបត់មកខាងស្ដាំតាន់តិចគឺដល់កន្លែងរបស់គាត់នេះហើយបងប្អូនចំពោះទីតាំងលំអិតកន្លែងរបស់គាត់ខ្ញុំដាក់ map នៅក្នុង comment បងប្អូនអាចទៅ check មើលបានហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយស្លាប់មន់បំពងទឹកឃ្មុំនេះអាចរៀនយកធ្វើលក់តាមអនឡាញបានអ្នកដែលមានពេលទំនេរចង់រកថវិកាចូលគ្រួសារអីអាចសាកល្បងធ្វើភ្លក់លោមើព្រោះអីឃើញល្បលក់ស្លាប់មន់លើ app អនឡាញដឹកជញ្ជូនអីឃើញគេលក់ដាច់ណាចឹងអាចសិក្សាមើលបានស្លាប់មន់បំពងទឹកឃ្មុំមួយមុខនេះធ្វើឲ្យដឹងតែជាប់ចិត្តហើយជាដំបូងគឺយើងធ្វើការសម្អាតជាមួយនឹងស្លាប់មន់របស់យើងជាមុនសិនចំពោះស្លាប់មន់ខ្ញុំយកមកដាក់ច្បាច់ជាមួយនឹងអំបិលលាងសម្អាតជាមួយនឹងទឹកស្អាតពីបើទឹកហើយបន្ទាប់មកខ្ញុំយកមកស្រុះជាមួយនឹងគុលក្រែងដេងស្លឹកក្រូចហើយថែមអំបិលបន្តិចដើម្បីឲ្យកាត់ក្លិនឆ្អាបហើយណាមួយដើម្បីឲ្យសាច់មន់របស់យើងឆ្អិនបានបន្តិចដែរហើយបន្ទាប់មកខ្ញុំធ្វើការលាយជាមួយនឹងទឹកសោះមានម្សៅស៊ុបប៊ីចេងទឹកម្ទេសផ្អែមទឹកឃ្មុំហើយថែមជាមួយនឹងទឹកឆ្អិនបន្តិចមកហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំហឹរថែមជាមួយនឹងម្ទេសហុយបន្តិចទៀតមកហើយចំពោះរសជាតិខ្ញុំយកហឹរប្រៃផ្អែមបន្ទាប់មកយើងចាប់ផ្ដើមមកដាក់អំពងស្លាប់មន់របស់យើងអំពងតែបន្តិចមកគឺរួចរាល់ហើយបន្ទាប់ពីយើងអំពងស្លាប់មន់របស់យើងរួចរាល់ហើយយើងចាប់ផ្ដើមយកស្លាប់មន់របស់យើងនឹងយកមកដាក់ក្លុកជាមួយនឹងទឹកសោះយើងចាក់ទឹកសោះរបស់យើងកូរឲ្យរាងឡើងខាប់បន្តិចហើយចាំយើងចាក់ស្លាប់មន់របស់យើងចូលចាក់ស្លាប់មន់មកហើយបន្តមកទៀតក្លុកទៅពី3តង់មកឲ្យឃើញស្លាប់មន់របស់យើងចូលសប់ជាមួយនឹងទឹកសោះមកគឺរួចរាល់ហើយចំពោះរសជាតិនិយាយពីថាពេលដាក់ជាមួយនឹងស្លាប់មន់ទៅគឺត្រូវធៀបគ្នាណាឥឡូវស្លាប់មន់បំពងទឹកឃ្មុំរបស់យើងក៏រួចរាល់ដែរបើសិនជាយើងចង់ធ្វើឲ្យក្មេងៗញ៉ាំអីយើងមកថែមជាមួយនឹងម្ទេសហុយតែបើសិនជាធ្វើញ៉ាំជុំគ្នាជុំមិត្តភ័ក្តិក្នុងគ្រួសារអីដាក់ម្ទេសហុយចឹងមកគឺតំណងណាហើយបើបានញ៉ាំជុំមិត្តភ័ក្តិអីនិយាយរឿងក្នុងចិត្តអីដាក់មួយឌីសពីរឌីសញ៉ាំអស់អត់ដឹងខ្លួនទេហើយបើបានជ្រលក់ជាមួយនឹងទឹកសោះរបស់យើងទៀតនិយាយពីថាអូយជាតិណាហើយបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជាមួយប្រភេទមន់ពងមន់អីអាចមកសាកធ្វើមុខម្ហូបនេះបានហើយចង់ឲ្យចំអិនម្ហូបវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយហ៊ានធ្វើបុកល្ហុងតាម YouTube សោះឥឡូវមកបាយកណិតបើកហាងបានមួយបាត់មកបងប្អូនមកស្គាល់ជាមួយនឹងបុកល្ហុងបងប្រុសដែលកន្លែងរបស់គាត់មានឈ្មោះថាបុកល្ហុងពូភៀបដែលនៅនេះគឺផ្ដោតលើបុកល្ហុងជាសំខាន់តែម្ដងអញ្ចឹងអ្នកដែលចូលចិត្តបុកល្ហុងគឺត្រូវម៉ាច់ហើយមនុយបុកល្ហុងរបស់គាត់មានដូចជាបុកតាពាំងព្រែកបុកកពីងរាជបុកមីបុកចម្រោះជ្រក់ជើងមាន់ជើងទាជ្រក់តាពាំងព្រែកអូនិយាយទៅគឺមានច្រើនសម្បូរបែបមែនតែនហើយចង់បានហឹលល្មមក៏បានហឹលហោះហឹលបែកញើសខ្ចាយអីហ្នឹងអាចកំងថែមថយទៅតាមការចូលចិត្តបានបើនិយាយពីរសជាតិបុកល្ហុងហើយជ្រក់របស់គាត់វិញនេះគឺគាត់ធ្វើមកល្មមញ៉ាំគ្រាន់តែគិតគាត់ស្រក់ទឹកមាត់ដែរហើយបើបានញ៉ាំជាមួយនឹងរបស់ហឹលចឹងហើយដាក់ជាមួយនឹង Express ទៀតគឺដូចបន្ថែមរសជាតិឲ្យកាន់តែអែមណាតោះមក Explore with Express ទាំងអស់គ្នាជាមួយនឹងតំបន់ទេសចរដែលមានម្ហូបអាហារតាមតំបន់របស់គេបែបពិសេសអញ្ចឹងដូចជាបុកល្ហុងពូភៀបនេះចឹងគាត់មានបុកល្ហុងច្រើនជម្រើសជ្រក់ហឹលអីហ្នឹងដាក់ជាមួយ Express គឺចាប់ជាតិគ្នាល្អមែនតើ Express គឺជាផលិតផលខ្មែរមានពីររសជាតិមាន Express Strawberry អ្នកដែលចូលចិត្ត Strawberry គឺដឹងតែត្រូវម៉ាច់ហ្មងគ្រាន់តែបើកកំប៉ុងមកភ្លាមភាយក្លិន Strawberry ឡើងឈ្ងុយហើយរសជាតិគេឡើងឆ្ងាញ់ហ្មងណាហើយបើអ្នកដែលចូលចិត្តក្លិនតែសក់ផ្អែមយកជាមួយនឹង Express Melon រសជាតិថ្មីនេះគឺដឹងតែជាប់ចិត្តហ្មងហើយបើបានដាក់ Express ជាមួយទឹកកកត្រជាក់ទៀតគឺកាន់តែឆ្ងាញ់ណាយើងជួយគាំទ្រផលិតផលខ្មែរក៏ដូចជាជួយដល់សេដ្ឋកិច្ចជាតិយើងដែរញ៉ាំ Express more than slayហើយពូភៀបគាត់ក៏មានលក់ជាគៀវបំពងដែលគាត់យកសាច់ផ្លូវមាន់មកធ្វើជាស្នូលហើយគ្រឿងអីហ្នឹងគឺគាត់ធ្វើខ្លួនឯងបិទខ្ចប់ខ្លួនឯងហើយកន្លែងរបស់គាត់នេះមិនបាច់ខ្លាចរឿងកខិចអីទេខាងគាត់គឺធ្វើគ្រប់យ៉ាងដោយអនាម័យតែម្ដងហើយបើនិយាយពីពូភៀបវិញគាត់លក់បុកល្ហុងនេះមក2ឆ្នាំហើយមុននឹងគាត់សម្រេចចិត្តមកលក់គាត់រៀនតាម YouTube ទេហើយគាត់ក៏សម្រាំងបង្កើតជារសជាតិរបស់ខ្លួនឯងអញ្ចឹងណាហើយគាត់ថាចង់បើកបុកល្ហុងហ្នឹងមកយូរហើយពីមុនក៏គាត់ធ្លាប់លក់ដែរគាត់ថាគាត់លក់ឈប់ណាគាត់លក់របៀបជាអាទៀសទូចមួយទេ
ទេណាមួយទៀតគាត់រវល់ជាមួយនឹងការលក់អនឡាញបន្ទាប់មកហ្នឹងក៏គាត់ឈប់លក់បុកល្ហុងហ្នឹងហ្មងទៅតែក្រោយមកនេះហ្នឹងគាត់តាំងចិត្តមកលក់មែនតែនបើកហាងយកហ្មងណានិយាយទៅវិស័យលក់ម្ហូបអាហារហ្នឹងជាការស្រឡាញ់ចូលចិត្តរបស់បងប្រុសហ្មងរបៀបថាវាជាក្តីសម័យរបស់គាត់ហើយឥឡូវហ្នឹងគាត់បានបំពេញក្តីសម័យរបស់គាត់បានហើយក្តីសុខមកហឹងហ្មងហើយអីដែលជាក្តីសុខរបស់គាត់មួយទៀតហ្នឹងគឺភ្ញៀវពេញចិត្តរសជាតិរបស់គាត់និយាយទៅបងប្រុសគឺគិតគូរពីភ្ញៀវមែនតែនអត់ចង់ឲ្យភ្ញៀវមកហូបហើយខកបំណងទេភ្ញៀវពេញចិត្តឬមិនពេញចិត្តអីអ្នកលក់នេះគឺបើកចិត្តស្ដាប់ដើម្បីស្ថាបនាទាំងអស់មិនមែនលក់យកតែលុយទេណាអញ្ចឹងបើបងប្អូនចង់សាកបុកល្ហុងពូភៀបអាចមករកបានដែលទីតាំងរបស់គាត់គឺនៅក្រុងកំពតម្ដុំវងមូតារ៉េនឹងឯងគាត់បើកចាប់ពីម៉ោង 2 រសៀលឡើងទៅសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតអាចចូលមើលក្នុង comment វីដេអូបានហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ